ក្នុងព្រៃងងឹតមានសំឡេងខ្យល់ហូរបងដើរតាមផ្លូវដូចគ្មានគោលដៅណាមនុស្សគេប្រាប់ថាអូនគឺព្រាយខ្លាគួរភ័យខ្លាតែភ្នែកបងឃើញតែចិត្តស្មោះរបស់អូនពេលអូនញញឹមកណ្ដាលពន្លឺច័ន្ទបេះដូងបងរំភើបដូចបានឃើញសបិនសំលេងអូនហៅបំបត្តិភាពឯកោទោះជាអូនជាមនុស្សក៏បងមិនខ្លាចទេនៅតំបន់ភ្នំមួយដែលឆ្ងាយពីទីប្រជុំជនមានព្រៃធំដាច់ស្រយាលដែលមនុស្សភាគច្រើនមិនសូវហ៊ានចូលពេលថ្ងៃព្រៃនោះស្ងប់ស្ងាត់ដូចជាកន្លែងសុបិនពន្លឺថ្ងៃជឿចូលតាមចន្លោះស្លឹកឈើបង្កើតជាពន្លឺពណ៌មាសនៅលើដីសំឡេងបក្សីនិងសត្វតូចៗបង្កើតបរិយាកាសធម្មជាតិដ៏ស្រស់ស្អាតប៉ុន្តែពេលយប់ព្រៃនោះប្រែក្លាយជាកន្លែងអាថ៌កំបាំងពេលព្រះច័ន្ទរះឡើងពន្លឺស្រទន់របស់វាបាញ់ចូលទៅក្នុងព្រៃធ្វើឲ្យស្រមោលដើមឈើដូចជារូបអ្វីមួយកំពុងលាក់ខ្លួនអ្នកភូមិចិត្តព្រៃតែនិយាយថាពេលយប់ក្នុងព្រៃនោះមានសំឡេងខ្លារំជួយលាយជាមួយសំឡេងស្រីយំទៀតផងអ្នកភូមិចាស់ចាំងតែនិយាយថានៅក្នុងព្រៃនោះមានព្រាយខ្លាវិញ្ញាណនារីដែលអាចបំលែងជាខ្លាបានមនុស្សភាគច្រើនខ្លាចណាស់គ្មាននរណាម្នាក់ហ៊ានចូលព្រៃពេលយប់ឡើយប៉ុន្តែមានមនុស្សម្នាក់ដែលមិនជឿលើរឿងអាថ៌កំបាំងទាំងនោះទេគាត់ឈ្មោះថាវីរៈជាមន្ត្រីការពារសត្វព្រៃគាត់ជាមនុស្សស្ងៀមស្ងាត់ស្រឡាញ់ធម្មជាតិនិងមានបេះដូងល្អរាល់ថ្ងៃគាត់ចូលចិត្តព្រៃដើម្បីត្រួតពិនិត្យនិងការពារសត្វព្រៃពីអ្នកប្រមាញ់ខុសច្បាប់អ្នកភូមិជាច្រើនបានប្រាប់គាត់ថាកុំចូលព្រៃពេលយប់ព្រោះមានព្រាយខ្លាវីរៈគាត់គ្រាន់តែឮហើយញញឹមខ្ញុំជឿតែអ្វីដែលខ្ញុំឃើញតែគាត់មិនដឹងទេថាពេលឆាប់នេះជីវិតរបស់គាត់នឹងផ្លាស់ប្ដូរទាំងស្រុងយប់មួយខ្យល់ត្រជាក់បក់មកស្រាលក្នុងព្រៃវីរៈកំពុងដើរត្រួតពិនិត្យតាមផ្លូវតូចមួយភ្លាមនោះគាត់ឮសំឡេងចម្លែកវាដូចជាសំឡេងនារីម្នាក់កំពុងយំសំឡេងនោះស្រទន់ប៉ុន្តែពោពេញទៅដោយក្តីទុក្ខវីរៈឈប់ដើរហើយស្ដាប់យ៉ាងប្រុងប្រយ័ត្នសំឡេងនោះមកពីក្រោយដើមឈើធំគាត់ដើរទៅយឺតក្រោមពន្លឺព្រះច័ន្ទពេលឃើញនារីម្នាក់អង្គុយនៅលើដីសក់វែងរបស់នាងធ្លាក់នៅលើស្មាសម្លៀកបំពាក់របស់នាងមើលទៅដូចជាសម្លៀកបំពាក់បែបបុរាណមុខនាងស្រស់ស្អាតប៉ុន្តែពោពេញទៅដោយទឹកភ្នែកនាងមើលទៅវីរៈហើយនិយាយស្រាលជួយខ្ញុំផងខ្ញុំមកវិញផ្លូវវីរៈភ្ញាក់ផ្អើលណាស់ព្រៃនេះឆ្ងាយពីភូមិហើយគ្មាននារីណាមកទីនេះពេលយប់ទេវីរៈបានសួរទៅនាងថាតើអ្នកឈ្មោះអ្វីពេលនោះនាងក៏ឆ្លើយស្រាលមកវិញថាខ្ញុំឈ្មោះសុវណ្ណាវីរៈបានជួយនាងឲ្យក្រោកឈរហើយនាំនាងដើរចេញពីព្រៃបន្តិចប៉ុន្តែពេលគាត់ងាកមកមើលម្ដងទៀតនាងបានបាត់ទៅហើយគាត់គិតថាប្រហែលនាងបានត្រឡប់ទៅភូមិប៉ុន្តែអារម្មណ៍ចម្លែកមួយទៀតនៅក្នុងចិត្តគាត់ប្រាប់ថាការជួបនោះមិនមែនជារឿងធម្មតានោះទេបន្ទាប់ពីយប់នោះមកវីរៈបានជួបសុវណ្ណាជាញឹកញាប់តែងតែពេលយប់តែងតែនៅក្នុងព្រៃពួកគេអង្គុយនិយាយគ្នាក្រោមពន្លឺព្រះច័ន្ទសុវណ្ណាជាមនុស្សស្ងៀមស្ងាត់ប៉ុន្តែមានស្នាមញញឹមទន់ភ្លន់ពេលខ្លះនាងមើលទៅព្រៃយូរ
ដូចជាមនុស្សដែលមានអតីតកាលពោពេញទៅដោយក្តីទុក្ខថ្ងៃមួយនាងសួរទៅកាន់វីរៈថាហេតុអ្វីអ្នកស្រឡាញ់ព្រៃបែបនេះវីរៈញញឹមព្រៃគឺជាផ្ទះរបស់សត្វបើគ្មានអ្នកការពារវានឹងបាត់បង់សវណ្ណាសម្លឹងមើលគាត់យ៉ាងយូរអ្នកជាមនុស្សល្អណាស់ពីមួយថ្ងៃទៅមួយថ្ងៃវីរៈចាប់ផ្ដើមរងចាំជួបនាងតែពេលយប់ព្រោះតែពេលយប់គាត់អាចបានជួបនឹងនាងម្ដងទៀតហើយមិនយូរប៉ុន្មានគាត់ក៏បានដឹងថាគាត់បានលងស្នេហ៍នាងបាត់ទៅហើយយប់មួយព្រះច័ន្ទពេញបំភ្លឺព្រៃទាំងមូលវីរៈសួរសុវណ្ណាថាហេតុអ្វីបានជាអ្នកមកបានតែពេលយប់សុវណ្ណានៅស្ងៀមបន្ទាប់មកនាងនិយាយថាបើថ្ងៃណាមួយអ្នកដឹងអំពីខ្ញុំអ្នកប្រហែលនឹងខ្លាចខ្ញុំវីរៈញញឹមស្រាលស្រាលខ្ញុំមិនខ្លាចអ្នកទេប៉ុន្តែភ្នែកសុវណ្ណាពោពេញទៅដោយក្តីទុក្ខនាងដឹងថាថ្ងៃណាមួយការពិតនឹងបង្ហាញយប់មួយនោះមានអ្នកប្រមាញ់ខុសច្បាប់ចូលព្រៃពួកគេដាក់អន្ទាក់ដើម្បីចាប់ខ្លាវីរៈរត់ទៅពិនិត្យនៅក្នុងព្រៃគាត់ឃើញខ្លាធំមួយជាប់អន្ទាក់ខ្លានោះរំជួយដោយការឈឺចាប់ភ្នែករបស់វាមើលមកវីរៈភ្នែកនោះដូចជាមនុស្សដែលគាត់បានស្គាល់ភ្លាមនោះខ្លានោះចាប់ផ្ដើមអំលែងខ្លួនរាងកាយប្រែក្លាយជានារីម្នាក់នោះគឺសុវណ្ណាវីរៈឈរមិនអាចនិយាយអ្វីបានពិភពលោកដូចជាឈប់ដំណើរការពេលនោះសុវណ្ណាយំខ្ញុំមិនមែនជាមនុស្សទេខ្ញុំគឺជាព្រាយខ្លានាងប្រាប់ថាកាលពី200ឆ្នាំមុននាងជាកូនស្រីអ្នកភូមិថ្ងៃមួយនាងត្រូវបានអ្នកប្រមាញ់សម្លាប់នៅក្នុងព្រៃវិញ្ញាណរបស់នាងបានជាប់នៅទីនេះនាងរស់នៅទីនេះម្នាក់ឯងយូរណាស់មកហើយរហូតដល់នាងបានជួបវីរៈមិននិយាយអ្វីទេគាត់គ្រាន់តែដោះអន្ទាក់ហើយនិយាយស្រាលសម្រាប់ខ្ញុំអ្នកជាមនុស្សដែលខ្ញុំស្រឡាញ់សុវណ្ណាយំខ្លាំងជាងមុនក្នុងព្រៃងងឹតមានសំឡេងខ្យល់ហូរបងដើរតាមផ្លូវដូចគ្មានគោលដៅណាមនុស្សគេប្រាប់ថាអូនគឺព្រាយខ្លាគួរភ័យខ្លាចតែភ្នែកបងឃើញតែចិត្តស្មោះរបស់អូនពេលអូនញញឹមកណ្ដាលពន្លឺច័ន្ទបេះដូងបងរំភើបដូចបានឃើញសបិនសំលេងអូនហៅបំបត្តិភាពឯកោទោះជាអូនជាមនុស្សក៏បងមិនខ្លាចទេថ្ងៃមួយអ្នកប្រមាញ់បានត្រឡប់មកវិញជាមួយកាំភ្លើងពួកគេចង់សម្លាប់ខ្លាវីរៈព្យាយាមរៀងរាំងពួកគេភ្លាមខ្លាធំមួយលោតចេញពីព្រៃដើម្បីការពារគាត់កាំភ្លើងបាញ់ឡើងសំឡេងកាំភ្លើងលាន់ឮពេញព្រៃភ្លាមនោះដួលខ្លាទៅលើដីបន្តិចម្ដងវាប្រែក្លាយជាសុវណ្ណាវីរៈរត់ទៅកាន់នាងសុវណ្ណាញញឹមស្រាលខ្ញុំសប្បាយចិត្តណាស់ដែលបានស្គាល់អ្នកវីរៈយំហើយស្រែកថាគុំទៅចោលខ្ញុំបានទេសុវណ្ណាឮហើយនិយាយតបបើមានជីវិតជាតិជាក្រោយខ្ញុំសង្ឃឹមថាខ្ញុំនឹងកើតជាមនុស្សហើយបានស្រឡាញ់អ្នកវិញបន្តិចម្ដងរាងកាយនាងคล้ายជាពន្លឺហើយបាត់ទៅក្នុងខ្យល់ចាប់តាំងពីថ្ងៃនោះមកវីរៈនៅតែការពារសត្វព្រៃរៀងរាល់ពេលយប់ព្រះច័ន្ទពេញបរមីគាត់តែងតែអង្គុយ
នៅកន្លែងដែលគាត់បានជួបនឹងសវណ្ណាលើកដំបូងខ្យល់ព្រៃបក់ស្រាលស្រាលពេលខ្លះគាត់ឮសំឡេងខ្លារំជួយពីចម្ងាយហើយនៅក្នុងចិត្តគាត់នៅតែជឿថាសវណ្ណាមិនដែលចាក់ចេញពីរូបគាត់ឡើយសំឡេងខ្យល់យំលន់ក្នុងព្រៃស្ងាត់អូនឈរម្នាក់ឯងក្រោមពន្លឺច័ន្ទស្លាំងបងហៅឈ្មោះអូនដូចភ្លើងក្នុងចិត្តតែអូនខ្លាចថាស្នេហានឹងបំផ្លាញបងអូនជាព្រាយខ្លាមិនមែននារីធម្មតាជីវិតអូនពេញដោយប្រលឹងឈឺចាប់តួបងកាន់ដៃអូនក៏មិនហ៊ានចិត្តខ្លាចមិនហ៊ានចិត្តខ្លាចថ្ងៃណាមួយបងនឹងស្រន់ទឹកភ្នែកស្នេហាបងក៏ក្តៅតែអូនត្រជាដូចខ្យល់បែកដងព្រាយខ្លាមិននឹងស្គាល់ពន្លឺថ្ងៃបើអូនស្រឡាញ់បងក៏ត្រូវឆ្ងាយពីបងទុកឲ្យអូនយំក្រោមព្រៃម្នាក់ឯងស្ងៀមស្ងាត់រាត្រីវែងឆ្ងាយអូនលាក់មុខក្រោមសក់វែងមើលបងដើរឆ្ងាយដោយសុបិនបែកបាំងពេលបងញញឹមអូនក៏ញញឹមក្នុងទឹកភ្នែកព្រោះស្នេហាអូនគ្រាន់តែជាមនុស្សស្រមោលអូនคล้ายជាមនុស្សវិញសូមឲ្យអូនបានឈរក្បែរបងដោយមិនភ័យស្នេហាបងក៏ក្តៅ